ជាទូកពិសេសក្នុងផែនទី2គណៈកម្មការទូខេត្តក្រចេះសូមសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានិងលោកជំទាវដែលបានឧបត្ថម្ភដល់ទូខេត្តក្រចេះចំនួន10ក្នុងមួយទូកថវិកាចំនួន40,000រៀលសូមថ្លែងអំណរគុណចាសម្ដេចវិបុលសេនាភក្តីក្នុងទឹកចិត្តដ៏សប្បុរសឧបត្ថម្ភដល់ទូកខេត្តក្រចេះទាំង10ចាសូមបងប្អូនតាមដានទស្សនាជាបន្តទូគូពិសេសទី99មហាទន្សាយដែលជោសានជ័យមានឯកសណ្ឋានពណ៌ស្លាទុំចុងច្រវាពណ៌សស្ថិតនៅខ្សែទឹកខាងក្នុងទូកនេះឧបត្ថម្ភដោយអាដាមបណ្ឌិតម៉ៅពិរុនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលប៉ុណ្ណាជាមួយទូកខ្សែទឹកខាងក្រៅដែលមានឈ្មោះថាសវណ្ណរាជសីបារមីបន្ទាយមហានគរឧបត្ថម្ភដោយអាដាមនាយឧត្តមសេនីយ៍កែកំយ៉ានចានិងអាដាមអភិបាលខេត្តបន្ទាយមានជ័យតែម្ដងចាមានសារជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនតែនេះខ្ញុំអានអត់ទាន់ទេសូមអភ័យទោសចាអាដាមកែកំយ៉ានបបនាយករដ្ឋមន្ត្រីនៅក្នុងពេលនេះផងដែរចាខ្សែទឹកខាងក្រៅហាក់ដូចជាមានព្រៀបបន្តិចបន្តួចតែខ្សែទឹកខាងក្នុងហាក់ដូចជាបង្កើនល្បឿនខ្សែទឹកខាងក្រៅសវណ្ណរាជសីបារមីបន្ទាយមហានគរមានព្រៀបជាងមហាទន្សាយតេជោសែនជ័យចាចូលដល់ទីនៅក្នុងជើងទី1នេះឃើញថាទូកដែលមានឈ្មោះថាសវណ្ណរាជសីបារមីបន្ទាយមហានគរឧបត្ថម្ភដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែកំយ៉ាននិងលោកចាឯកឧត្តមចាអភិបាលខេត្តបន្ទាយមានជ័យតែម្ដងសូមអរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែកំយ៉ានដែលឯកឧត្តមបានយកចិត្តទុកដាក់សូមកុំពាក់ព័ន្ធឲ្យសោះជាមួយនឹងគ្រឿងញៀនគឺបំផ្លាញអស់ហើយគ្មានសល់អ្វីទេចាសារជាច្រើនរបស់ឯកឧត្តមប៉ុន្តែនេះខ្ញុំសូមអភ័យទោសអានមិនទាន់ព្រោះថាទូគូពិសេសនេះលឿនមែនតើលឿនអស្ចារ្យណាស់គ្រាន់តែកលេចដល់ប៉ុន្តែនៅក្នុងការចាប់យោងកងព័ន្ធទី1នេះមិនប្រកាសដូច្នេះទើបបងប្អូនជាទីគោរពរាប់អានសូមផ្ដោតសំខាន់ជាមួយនឹងទូគូទី100ដែលជាទូគូពិសេសព្រោះថាខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាស្រីម៉ៅក្រាំងយើដែលជាទូកល្បីល្បាញនៅក្នុងស្រុកស្អាងចាវត្តសាឡានដែរទូកនេះឧបត្ថម្ភដល់ពងពោះពីសំណាក់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងឯកឧត្តមទីសគុណឯកសណ្ឋានពណ៌ស្រស់ស្អាតហ្នឹងគឺស្រីម៉ៅក្រាំងយើប្រណាំងជាមួយនឹងទូគិរីវង្សសុកសែនជ័យចាស្រុកគិរីវង្សរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុកអានចាឯកសណ្ឋានពណ៌បៃតងចុងច្រវាពណ៌សគឺជាទូករបស់ឯកឧត្តមចាឧបនាយករដ្ឋមន្ត្រីសុកអានរីឯស្រីម៉ៅក្រាំងយើគឺស្ថិតនៅក្នុងតំបន់អភិវឌ្ឍចារបស់សម្ដេចតេជោហ៊ុនសែនដែលសម្ដេចលោកបានអភិវឌ្ឍហើយមានបន្លាយខ្វាត់ខ្វែងតែម្ដងហើយនៅស្អាងចានៅតំបន់ក្រាំងយើនេះស្រីម៉ៅក្រាំងយើហាក់ដូចជាចាញ់បងទិញទួចប៉ុន្តែពួកគាត់ខំណាស់កីឡាករចម្រុះទូករបស់គាត់ចាក់យោងច្រវាព្រឹបមិនងាយប្រមាណទេសម្រាប់គិរីវង្សសុកសែនជ័យដែលមានឯកសណ្ឋានពណ៌បៃតងស្ថិតនៅខ្សែទឹកខាងក្រៅមិនងាយប្រមាណទេឥឡូវនេះស្រីម៉ៅក្រាំងយើខំឡើងហើយចាចាក់យោងទូកយ៉ាងព្រឹបប្រាយតែម្ដងខ្សែទឹកខាងក្រៅកំពុងតែភ័យហើយព្រោះស្រីម៉ៅក្រាំងយើតាមគិរីវង្សសុកសែនជ័យកំពុងតែភ័យបន្តិចម្ដងហើយដោយសារតែស្រីម៉ៅក្រាំងយើខំតាមបកៀកបកិតអូយអត់ទាន់ទេដោយសារគិរីវង្សសុកសែនជ័យលឿនដល់ទីមុនបាត់ស្រីម៉ៅក្រាំងយើសង្ឃឹមថាជើងទី2ចាសូមស្ដារលទ្ធភាពជើងទី2ជាបន្ត